អញនោះស្ទាក់ចាប់បង្កគ្រោះថ្នាក់ចរាចរណ៍ខូចខាតរថយន្តគេយ៉ាងដំណំស្រាប់តែប៉ូលីសផ្លូវជាតិលេខ3នាំគ្នារើទៅកៅអីរត់អស់ថ្មីនេះមហាជននៅលើបណ្ដាញសង្គមបានផ្ទុះការរិះគន់ក្តៅគប់ទៀតហើយក្រោយពីបានឃើញទង្វើប៉ូលីសចរាចរណ៍មួយក្រុមដែលដាក់គោលដៅត្រង់ចំណុចហួសផ្សារព្រៃតឹងផ្លូវជាតិលេខ3គ្មានទំនួលខុសត្រូវក្រោយពីបានធ្វើសកម្មភាពស្ទាក់ចាប់រថយន្តផាកពិន័យបង្កឲ្យមានគ្រោះថ្នាក់ដល់រថយន្តផ្សេងដែលគ្មានកំហុសអ្វីដោយនាំគ្នាលើកបារម្ភចាក់ចេញពីកន្លែងចាប់ផាកពិន័យយ៉ាងប្រញាប់ប្រញាល់ដែលឃើញហើយពិតជាហួសថ្លែងតែម្ដងជាក់ស្ដែងតាមរយៈវីដេអូដែលម្ចាស់រថយន្តរងគ្រោះថតបានបង្ហាញរថយន្តស៊េរីទំនើប Toyota RAV4 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដែលគេជឿថាជាលទ្ធផលបុកគូតរថយន្ត Ford ខាងមុខដែលត្រូវបានក្រុមប៉ូលីសទាំងនោះស្ទុះចេញស្ទាក់ចាប់ភ្លាមជាហេតុធ្វើឲ្យរថយន្ត Ford ចាប់ហ្វ្រាំងយ៉ាងប្រថុចញុចបណ្ដាលឲ្យរថយន្ត RAV4 បើកស្រុបមកពីក្រោយអុកស៊ីជ័នហ្វ្រាំងមិនទាន់បុកពេញទំហឹងតែម្ដងអ្វីដែលហួសចិត្តខ្លាំងបំផុតនោះគឺបន្ទាប់ពីបានបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះហើយស្រាប់តែក្រុមប៉ូលីសទាំងនោះនាំគ្នារើទៅកៅអីចាក់ចេញពីកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់គេចរៀងខ្លួនដោយគ្មានការទទួលខុសត្រូវចំពោះទង្វើរបស់ពួកខ្លួនសោះឡើយបើទោះជាម្ចាស់រថយន្តរងគ្រោះហៅឃាត់ទាមទារឲ្យដោះស្រាយករណីនេះយ៉ាងណាក៏ដោយពិតណាស់ក្រោយបានឃើញពីទង្វើដ៏គ្មានការទទួលខុសត្រូវនេះរួចភ្លាមមហាជនបាននាំគ្នារិះគន់ប្រលះឲ្យយ៉ាងចាស់ដៃក្នុងនោះពលរដ្ឋម្នាក់បានដាក់បែបនេះថាក្រុមពួនឆ្មក់ប៉ះថ្ងៃសុយប្រហែលលួចដាក់តែគ្នាឯងបានខ្លាចបែបនេះសង្ឃឹមថាថ្នាក់លើនឹងហៅមន្ត្រីប៉ូលីសដែលពាក់ព័ន្ធទៅធ្វើការឆ្លើយបំភ្លឺជុំវិញរឿងនេះព្រោះយើងជាមន្ត្រីអនុវត្តច្បាប់មិនគួរណាមានបញ្ហាហើយនាំគ្នាដើរចេញចឹងទេហើយក៏សង្ឃឹមថាការអនុវត្តច្បាប់មានតម្លាភាពចំពោះមន្ត្រីខិលខូចមួយចំនួនតូចដែលធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នជាតិទាំងមូលបែបនេះឥឡូវដល់ពេលមានបញ្ហាចាប់ដើមរើបារះម៉ែថតពេលដែលមានបញ្ហាចាប់ដើមរើបារះហើយចោះឡានយកណាគេទទួលខុសត្រូវពេលដែលពងបើកឡានឲ្យប៉ូលីសចូលមកអញ្ចឹងអាណាគេទទួលខុសត្រូវបើយើងខុសវាចាក់យើងចូលផុសតែនេះបើយើងត្រូវយកទឹកតោមកយើងមើលឲ្យហើយថាពេលដែលធ្វើការអញ្ចឹងត្រូវអត់បើសិនជាបងធ្វើការនៅខាងណាបងត្រូវដោះស្រាយបញ្ហាមួយខ្ញុំបងធ្វើការនៅខាងខណ្ឌអីមើលតើឡានខុសអីឡានហ្វតមុខហ្នឹងគាត់ខុសអីបើដើរឆ្លងទន្ទឹមគ្នាហើយឥឡូវបងសមត្ថកិច្ចបងត្រូវមែនហេតុអីបានជាបងរើបារះអត់តដល់មកបងរើទេអត់តដល់មកបងរើបារះទេមានបញ្ហាគាត់រើហេតុអីបានជាបងតើមានដំណោះស្រាយគេមកឲ្យពួកខ្ញុំហើយខ្ញុំចង់ឲ្យមានដំណោះស្រាយភ្លាមហើយខ្ញុំគឺជិះតាមល្បឿនដែលរដ្ឋាភិបាលកំណត់ឲ្យបងកំតន់អាលខ្ញុំសុំសួរបងមួយចាតើខ្ញុំចង់សុំដោះស្រាយតាមសន្តិវិធីជាមួយនឹងដំណោះស្រាយមួយពួកខ្ញុំសិនបាទដល់សន្តិវិធីចាមានដំណោះស្រាយមួយពួកខ្ញុំសិនមិនបងត្រូវឲ្យបងបើកអស់ចេញតែអញ្ចឹងទេបងមានសមត្ថកិច្ចចាបងមានសមត្ថកិច្ចផ្លូវជាតិលេខ3ហេតុអីបានភ្លាមបងរើបារះអស់គាត់តែភ្លាមធ្វើបារះអស់លេងអញ្ចឹងចា